ទឹកដីខណ្ឌកំពូលរាជធានីភ្នំពេញប្រភេទគុណ60គីឡូក្រាមនៅក្នុងថ្ងៃស្អែកជាបន្តចូលមកដល់គូទី3ការប្រកួតផ្ដាល់គុណខ្មែររបស់ជាតិរបស់ជនដៃគៀនស្បឺក10000មេឃៀងពីខាងក្លឹបអេពូថងកីឡាត្រូវបានជាមួយនឹងកីឡាករបាត់ដេនីសជាកីឡាករម៉ុងហ្គូលីជាកីឡាករម៉ុងហ្គូលីបាទកីឡាករម៉ុងហ្គូលីរូបនេះតាំងស្វិតលោកគ្រូអេមួយថងក៏គាត់បារម្ភជាមួយមេឃាខ្លាំងដែរសម្រាប់ថ្ងៃស្អែកនេះអញ្ចឹងតែខ្ញុំសួរចំណាប់អារម្មណ៍របស់លោកគ្រូថាគឺគាត់បារម្ភបាទសម្រាប់ថ្ងៃស្អែកបាទដោយសារគឺតាំងបាទហើយវងរហ័សបាទអរគុណបាទជាបន្តមកទៀតគឺបាទយើងចូលមកដល់គូទី4បាទអ្នកលេងប្រអប់ឆ្វេងឡៅចិត្តត្រាពីខាងក្លឹបបញ្ជាការដ្ឋានទ័ពពិសេសបាទត្រូវបាយជាមួយនឹងបាទជូសេម៉ានូអែលបាទនេះកម្ពស់ស្មើគ្នាទៀតគីឡូត្រូវគ្នាកម្ពស់ស្មើគ្នាសរសើរចិត្តត្រាងបាទធ្វើគីឡូបាទ70បាទ73បាទរីឯគូរបស់គាត់70.2បាទគីឡូនៃការណាត់របស់គាត់បាទត្រូវគ្នាល្អបន្តមកទៀតយើងចូលដល់គូទី5បាទអេអាប់រីនពូថងពីខាងក្លឹបអេពូថងកីឡាជួបជាមួយនឹងបាទជូរីយេបាទសេគូរ៉ាអាយ៉ាខ្ពស់ដែរណែមិនទៀបទេបាទចឹងគឺប្រុសម៉ៅបាទអត់បានមកបាទមកប៉ះជាមួយនឹងកីឡាករអេស្ប៉ាញវិញបាទនេះគេអាមេរិកពូថងបាទអ្នកឆ្នះគឺមានពានរង្វាន់បាទ Golden Boy បាទដែលជាពានរង្វាន់បាទដែលមានអត្ថន័យបំផុតបាទសម្រាប់កីឡាកររបស់យើងក៏ដូចជាបង្ហាញអំពីវប្បធម៌ក្បាច់គុណបុរាណខ្មែររបស់យើងបាទនៅនឹងពានទៅផ្ទាល់តែម្ដងបាទជាបន្តទៀតចូលដល់គូឯករបស់យើងដែលជាគូទី6បាទគឺធឿនធីរ៉ាពីខាងក្លឹបអេពូថងកីឡាបាទត្រូវជួបជាមួយនឹងបាទយូម៉ាបាទស៊ីម៉ាតាតាមពិតខ្ញុំច្រឡំទេបាទធឿនធីរ៉ាមើលមេឃានៅក្លឹបអេវូថងបាទអេអាមេរិកនៅក្លឹបអេវូថងប៉ុន្តែធឿនធីរ៉ាគឺសសូម៉ាលីណាក្លឹបធំនឹងក្លឹបធំជាងគេក្លឹបអ្នកគ្រូធំអរគុណបាទអញ្ចឹងធឿនធីរ៉ាពីខាងក្លឹបសសូម៉ាលីគុណខ្មែរក្លឹបរបស់អ្នកគ្រូបាទតោះសូមចម្រើនម្ដងទៀតអំបញ្ញមិញនេះគឺរូបថតអត់ជាប់សូមចម្រើនម្ដងទៀតជាមួយដៃគូបាទតសូមម្ដងទៀតបាទចម្រើនជាមួយនឹងបាទម៉ាសៀលអូខេបាទសូមម្ដងទៀតបាទនេះគឺ6គូណែនពឹបតែម្ដងនៅក្នុងថ្ងៃស្អែកនេះទឹកដីខណ្ឌកំពូលរាជធានីភ្នំពេញនាំមកជូនដល់កេនស្បឺកបាទកេនស្បឺកបាទឆ្ងាញ់លើសពីស្រាប់ពីធម្មតាកេនស្បឺកលើកស្ទួយកីឡាករគុណខ្មែរឡើងដល់កម្រិតពិភពលោកបាទជាមហាព្រឹត្តិការណ៍បាទទី1បាទក៏ដូចជាព្រឹត្តិការណ៍ដ៏ធំបំផុតប្រចាំឆ្នាំរបស់ស្ថានីយទូរទស្សន៍ថោងពូ HD TV ជាមួយចាក់ឧបត្ថម្ភកម្មជាបាទជាបាទគឺ Gainsberg រៀបចំនៅកម្មវិធី Gainsberg Golden Boy គុណខ្មែរអរគុណបាទអញ្ចឹងនេះកីឡាកររបស់យើងទាំង6គូតាំងពីគូទី1ដល់គូទី6នៅក្នុងថ្ងៃស្អែកសរុបមកវិញ12រូបបាទបាត់មួយរូបទៀតទេបាទអញ្ចឹងបាញ់ខ្ញុំនិយាយទៅ11បាទបូកលេខនេះគឺ11